មួយបានមួយ5000អូចិត្តដៃមួយបានកូនបានស្ងើចសរសើរជាខ្លាំងទៅលើក្មេងស្រីតូចជ្រលឹងម្នាក់ដែលបានដើរលក់ផ្កានៅតាមទីកន្លែងកម្សាន្តដែលបានប្រើពាក្យសម្ដីផ្អែមស្រទន់យ៉ាងពិរោះនិងបានសម្ដែងនៅទឹកមុខដ៏គួរឲ្យខ្នាញ់ដែលបានឆក់យកបេះដូងភ្ញៀវទេសចរដែលបានឃើញជាប់ចិត្តដកចិត្តមិនរួចមិនដាច់ចិត្តមិនជួយទិញផ្កាក្មេងស្រីរូបនេះមិនបានអូចិត្តដៃមួយបានកូនហ៎មួយបានមួយ5000មកមួយចៅក្រមជាលក់តោះនេះកងជួយទិញនេះកងជួយទិញនេះកងជួយទិញមួយមើលព្រោះដោយឡែកបើទោះបីជាមានមហាជនបានស្រឡាញ់ចូលចិត្តចំពោះក្មេងស្រីរូបនេះយ៉ាងណាក៏ដោយក៏មានមហាជនផ្សេងទៀតបានសម្លឹងមើលឃើញមួយជ្រុងទៀតផងដែរបុណ្យព្រេងវាសនាទេវតាចាមកតែដោះបុណ្យមកចេញថ្លាចេញការ4ឆ្នាំសែនខ្ចីស្រីជីកុមារចេះដាលោកកាវាសនាស្រីមានការដងក្នុងព្រៃសាយស្រីកពស់មានសពណាហួសទេវតាប្រទេផ្លូវកំពុងដាច់អីលើបានស្ពីនេះហើយទេចងលងនេះស្នាមាត់ហាវដៃហុចស្រែកអោនជួយទិញឃើញហើយក៏ប្តីស្រណោះវិចាសំដីទុនពលំមុនស្នេហ៍បោហាក្រតែលោកចាវាស្នាការព្រៃវិជាក៏ផ្អើមថែមទាំងទឹកមុខសំដាច់ម៉ែពុកលោកមាននិស័យសំដាច់ឲ្យរកផ្ទះកូនបារីឈ្មោះសុនវត្ត័យស្រីសំណាងណាស់ហុចស្រ័យសុំជួយទិញឃើញហើយក៏មិនដឹងស្នោះវិចាសំដីទុនពលុនមុនស្នេហ៍បោហាគ្រាន់តែលោកកាវាស្នាការព្រៃវិជាក៏ផ្អើមថែមទាំងទឹកមុខសំដាច់ម៉ែពុកលោកមាននិស័យសំដាច់ឲ្យរកផ្ទះពុកមារីឈ្មោះសុតវត្ត័យ
ស្រីសមណា